ជម្រាបសួរពុកម៉ែបងប្អូននេះជាសកម្មភាពខ្លះៗនៃការធ្វើវ៉ាក់សាំងកូនមាន់វគ្គ1ហើយវ៉ាក់សាំងដែលខ្ញុំជ្រើសរើសមកប្រើនេះគឺមួយដបគឺមាន4មុខហើយសម្រាប់ដៃប្រភេទដែលសម្រាប់ការពារគឺមានទៅទៅបញ្ហាវ៉ាក់សាំងដែលការពារហ្នឹងគឺមានវ៉ាក់សាំងញូកាសរលាកភ្លើងដង្ហើមរលាកសួតកុំគូរ៉ូផ្ដាសាយធំហើយក្នុងការចិញ្ចឹមមាន់ដែលទទួលបានផលល្អយើងកុំភ្លេចក្នុងការធ្វើវ៉ាក់សាំងកូនមាន់ហើយនេះជាវីដេអូខ្លះៗក្នុងការដែលធ្វើវ៉ាក់សាំងកូនមាន់ហើយខ្ញុំក៏ប្រាប់ពីវិធីក្នុងការបន្តសម្រាប់វ៉ាក់សាំងកូនមាន់នេះម្ដែរហើយកូនមាន់ដែលខ្ញុំថ្ងៃនេះខ្ញុំធ្វើវ៉ាក់សាំងនេះគឺមានចំនួន110ក្បាលដែលយកមកត្រូវធ្វើវ៉ាក់សាំងបងប្អូនពេញចិត្តនៅក្នុងវីដេអូចែករំលែកក្នុងការធ្វើវ៉ាក់សាំងនេះសូមបងប្អូនជួយ like ជួយ share និងជួយ subscribe ហើយបងប្អូនចង់បានវីដេអូល្អៗអំពីការធ្វើវ៉ាក់សាំងបងប្អូនដែលអត់ទាន់ចេះពីក្នុងការធ្វើវ៉ាក់សាំងបន្តកូនមាន់វគ្គ1នេះបងប្អូនទស្សនាវីដេអូពេញដែលខ្ញុំបានធ្វើវ៉ាក់សាំងនេះហើយនោះពុកម៉ែបងប្អូននឹងចេះក្នុងការធ្វើវ៉ាក់សាំងកូនមាន់វគ្គ1ហើយសូមពុកម៉ែបងប្អូនមើលវីដេអូពេញទាំងអស់គ្នាហើយបងប្អូនកុំភ្លេចជួយ like និងជួយ share និងជួយ subscribe សម្រាប់វីដេអូបងប្អូនចែករំលែកអំពីការធ្វើវ៉ាក់សាំងហើយនិងអំពីការថែទាំកូនមាន់ផងដែរហើយសូមអរគុណសម្រាប់ការមើលវីដេអូនេះផងដែរហើយ
សូមអរគុណពុកម៉ែបងប្អូនដែលបានទស្សនាវីដេអូពេញហើយសូមជម្រាបលា